សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលក្រោយការអត់ធ្មត់លើសពី24ម៉ោងដើម្បីគោរពនៅបទជប់បាញ់និងត្រូវគោរពពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាពកាលពីល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសំណេរលើបណ្ដាញសង្គមនាព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមរយៈនាយករដ្ឋមន្ត្រីថៃលោកអនុទីនបានប្រកាសថានឹងប្រើកម្លាំងវាយយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនោះនៅកន្លែងណាខ្លះទេដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយនឹងអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាចូលទីតាំងយើងពួកគេមិនអាចទូលលេនដ្ឋានមកបានទេហើយក្បាលរបស់ពួកគេក៏មិនបានប៉ាន់ដែកនោះដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តនៅយុទ្ធវិធីកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងនិងទប់ទល់សម្ដេចតេជោបានបញ្ជាក់បន្ថែមថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសុខសន្តិភាពប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកងកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៀតសម្ដេចតេជោហ៊ុនសែនបានថ្លែងសង្កត់ធ្ងន់យ៉ាងដូចនេះថាយើងពិតជាមិនអង្គុយអបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកនោះទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពារខ្លួនពីខែកក្កដាដែលពួកគេចោទយើងថាលំមសង្គ្រាមពេលយើងអត់ធ្មត់គោរពនៅបទជប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពនាពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយយ៉ាងដូចម្ដេចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីរបស់ពួកយើង